លោកលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីគេហទំព័រអេសានប៉ុស្តិ៍សំណុំអារម្មណ៍មកមើលការបាក់ទំនប់ទឹកអាងអូខៃដនក្រុងប៉ោយប៉ែតបណ្ដាលដោយលេខផ្លូវជាតិលេខ5ទំនប់ទឹកអាងអូខៃដនស្ថិតក្នុងព្រំប្រទល់សង្កាត់ផ្សារកណ្ដាលនិងសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានបាក់កាលពីល្ងាចថ្ងៃទី19ខែតុលារហូតដល់ព្រឹកថ្ងៃទី20ខែតុលាឆ្នាំ2020នេះបណ្ដាលឲ្យលេខផ្លូវជាតិលេខ5ត្រង់ចំណុចមុខខ្លោងទ្វារចូលវត្តអូខៃដននៅព្រឹកថ្ងៃទី20ខែតុលាឆ្នាំ2020នេះផងដែរគេសង្កេតឃើញថាអាជ្ញាធរនិងសមត្ថកិច្ចបានបិទផ្លូវមិនឲ្យប្រជាពលរដ្ឋជិះឡានជិះម៉ូតូត្រង់ចំណុចទឹកហូរកាត់ឡើយដោយសារទឹកហូរខ្លាំងពេកក៏ប៉ុន្តែក្នុងនោះបើបងប្អូនប្រជាពលរដ្ឋចង់ឆ្លងកាត់តាមផ្លូវទឹកហូរគឺមានរថយន្តរបស់កងកម្លាំងរងចាំធ្វើការដឹកជញ្ជូនដោយលើកម៉ូតូដាក់លើរថយន្តដើម្បីរក្សាសុវត្ថិភាពរបស់ប្រជាពលរដ្ឋសូមបញ្ជាក់ផងដែរថាសម្រាប់រថយន្តគឺអាជ្ញាធរនិងសមត្ថកិច្ចបានតម្រូវឲ្យជិះផ្លូវវាងតាមផ្លូវជាតិលេខ58ឆ្លងកាត់ឃុំអូ3ជាន់រួចបន្តជិះតាមផ្លូវជាតិលេខ259ចេញត្រង់ផ្សារគុតតសត